តាមមានបងប្អូនប្រហែលអ្នកដែលធ្លាប់ស្គាល់ខ្យងមួយប្រភេទនេះបងប្អូនបាទនេះគឺជាប្រភេទខ្យងសមុទ្រមួយយ៉ាងដែលសម្បូរខ្លាំងមែនទែនបងប្អូនអើយបាទនៅក្នុងសមុទ្រនេះគឺភាគច្រើនបងប្អូនដែលគាត់មកក្នុងសមុទ្រមកដើរតាមព្រៃកោងកាងអីគឺថាជួបខ្យងប្រភេទហ្នឹងគឺមុនគេបងប្អូនបាទគឺថាវាសម្បូរខ្លាំងមែនទែនហើយបងប្អូនគ្នានេះគឺជាសកម្មភាពដែលខ្ញុំកំពុងតែធ្វើដំណើរទៅរកខ្យងដេកគោលបងប្អូនបាទខ្យងហ្នឹងគេហៅថាខ្យងដេកគោលយ៉ាងណាបងប្អូនបាទចឹងបងប្អូនណាខ្លះដែលធ្លាប់ស្គាល់ខ្យងដេកគោលក៏ដូចជាបានធ្លាប់ហូបខ្យងដេកគោលបងប្អូនអាចជួយខមមិននៅក្នុងវីដេអូនេះបានបាទនេះគឺជាទស្សនវិជ្ជាទេសភាពនៅកន្លែងដែលយើងរកខ្យងដេកគោលបាទគឺស្រស់ស្អាតខ្លាំងមែនទែនហើយថ្ងៃនេះទឹកងាយតែម្ដងបងប្អូនបាទអញ្ចឹងយើងដើរហ្នឹងគឺអត់សូវមានទឹកអីប្រឡាក់ដៃទៅទឹកខោទៅទឹកអាវអីទេបងប្អូនបាទដោយសារតែទឹកងាយអញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្យងដេកគោលហ្នឹងគឺថាច្រើនខ្លាំងមែនទែនបងប្អូនឃើញហើយបាទគឺនៅក្រោមដើមកោងកាងបាទនៅក្រោមដើមកោងកាងនៅក្រោមដើមឈើផ្សេងៗដែលដុះនៅតាមតំបន់នៅក្បែរមាត់ព្រែកបងប្អូនបាទអញ្ចឹងប្រភេទខ្យងដេកគោលនេះគឺជាខ្យងសមុទ្រមួយយ៉ាងដែលសម្បូរយឹមទៅមកប្រភេទខ្យងទាំងអស់ដែលនៅក្នុងសមុទ្រគឺខ្យងដេកគោលហ្នឹងហើយដែលសម្បូរជាងគេបងប្អូនបាទអញ្ចឹងបងប្អូនសួរអ្នកសមុទ្រអ្នកណាក៏គាត់ស្គាល់ដែរសួរបងប្អូនយឹមទៅសួរមិនថាសួរចាស់ទុំហើយសួរក្មេងៗក៏គាត់ស្គាល់ដែរដែលថាតែខ្យងដេកគោលនឹងវាសម្បូរមែនតើបងប្អូននៅតាមតំបន់សមុទ្រចឹងណាជួនកាលវាអាចនៅមកកន្លែងហ្នឹងគោពីលើគ្នាក៏មានដែរជួនកាលនៅអាចមកកន្លែង4 10 20មកកន្លែងទៅជួនកាលមកកន្លែងហ្នឹងរាប់រយក៏មានដែរបងប្អូនបាទគឺគោដូចភ្នំចឹងក៏មានចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំមិនដឹងថាបងប្អូនមួយចំនួនដែលគាត់អត់សូវនិយមហូបខ្យងដេកគោលហ្នឹងមិនដឹងថាមកពីមូលហេតុអ្វីទេបងប្អូនបាទមកពីគាត់អត់ចេះធ្វើឬមួយក៏យ៉ាងម៉េចដែរបងប្អូនបាទតែចំពោះខ្ញុំគឺថាខ្យងដេកគោលនេះគឺថាឆ្ងាញ់ខ្លាំងមែនតើបងប្អូនបាទបើយើងចេះធ្វើវាច្បាស់លាស់ចឹងណាបងប្អូនបាទសង្កត់ថាខ្យងមួយចំនួនដែលបងប្អូនភាគច្រើនគាត់និយមហូបសង្កត់ថារសជាតិរបស់វាចាញ់ខ្យងដេកគោលហ្នឹងបងប្អូនបាទខ្ញុំអត់និយាយកុហកអត់និយាយលេងអីទេបងប្អូនបាទហើយចំពោះវិធីធ្វើហ្នឹងចាំវីដេអូក្រោយនៅពេលដែលខ្ញុំបានធ្វើខ្យងដេកគោលហ្នឹងបន្តទៀតខ្ញុំថតវីដេអូឲ្យបងប្អូនមើលម្ដងទៀតចឹងណាបងប្អូនបាទហ្នឹងបងប្អូនអរគ្នានេះគឺជាសកម្មភាពដែលយើងកំពុងតែរកខ្យងដេកគោលនៅក្នុងព្រៃតែម្នាក់ឯងបងប្អូនបាទអត់មានគ្នាមកទេបងប្អូនអើយបាទហើយថ្ងៃនេះរៀងល្ងាចដែរប្រហែលខ្ទង់ម៉ោង5ជាង76ដែរបងប្អូនបាទព្រោះថាខ្យងដេកគោលនេះគឺយើងរកហ្នឹងគឺវាមានផ្លូវម៉ូតូមកដល់ហើយអញ្ចឹងយើងទុកម៉ូតូនៅលើថ្នល់យើងដើរប្រហែលខ្ទង់100 ម៉ែត្រ 200 ម៉ែត្រចឹងទៅយើងក៏មកដល់ទីតាំងដែលយើងកំពុងតែរកចឹងទៅបាទអញ្ចឹងបងប្អូនដូចតែបងប្អូនកំពុងតែឃើញចឹងគឺថាសម្បូរខ្លាំងមែនតើបងប្អូនអើយបាទអញ្ចឹងជាធម្មតាយើងថ្ងៃនេះយើងមករកហ្នឹងខ្ទង់1 ម៉ោងជាងឯងបងប្អូនបាទខ្ទង់1 ម៉ោងជាងក៏ប៉ុន្តែបើតាមធម្មតាយើងរកត្រឹម4 10 20នាទីអីយើងរកបានល្មមមកហូបបងប្អូនតែគាត់ថាថ្ងៃនេះយើងរកហ្នឹងរៀងសម្រិតសម្រាំងដែរបងប្អូនបាទអាធំធំមិនយើងយកចឹងណាបងប្អូនអាទុយយើងអត់យកទេបាទទុយសាច់វាតិចណាបងប្អូនបាទតែគាត់ថាទុយណាបើសិនជាទុយល្មមប្រព័ន្ធនេះម្រាមដៃហ្នឹងភាគច្រើនគេយកទៅលាងទឹកឲ្យស្អាតបាទគេយកទៅត្រាំទឹកម្ទេសដើម្បីឲ្យវាខ្ជាក់ដីឲ្យស្អាតហើយគេកាត់គូតវាជាជួរដូចចាក់ច្រែងអញ្ចឹងបងប្អូនបាទអញ្ចឹងរសជាតិរបស់វាគឺស្តៀងគ្នាទេបងប្អូនប្រភេទខ្យងសមុទ្រនេះនោះអញ្ចឹងចំពោះខ្យងដេកគោលហ្នឹងភាគច្រើនបងប្អូនគាត់អត់សូវរើសយកទៅហូបយកទៅពិសាភាគច្រើនវាពិបាកធ្វើបងប្អូនបាទវាអត់ខុសពីខ្យងអត់វិញទេបងប្អូនតែគាត់ថាវារៀងស្រួលធ្វើជាងខ្យងអត់វិញបន្តិចត្រង់ថាយើងគ្រាន់តែដំយកក្បាលរបស់វាហើយលាងក្បាលរបស់វាឲ្យស្អាតបាទយើងអាចយកសាច់របស់វានឹងយកទៅឆាក្តៅយកទៅកែងយកទៅស្លយកទៅឆាម្រះព្រៅយកទៅស្ងោរជ្រលក់ទឹកត្រីកកុងអាំងជ្រលក់ទឹកត្រីកកុងអីគឺបានមកចប់បានមកសេតយ៉ាងណាបងប្អូនទាំងអស់គ្នាបាទចឹងបងប្អូនដែលមិនធ្លាប់បានសាកបងប្អូនអាចសាកឲ្យទៅបងប្អូនបាទចឹងចំពោះបងប្អូនដែលមកតាមតំបន់សមុទ្រខ្ញុំរីកុំមិនឲ្យបងប្អូនកុំរំលងខ្យងនេះឲ្យសោះអញ្ចឹងណាបងប្អូនបាទហើយនេះគឺជាកន្លែងដែលគេដំយកសាច់របស់វាគេដំយកទៅលក់អញ្ចឹងណាបងប្អូនអញ្ចឹងគេដំយកតែសាច់វាទេគេទុកសបកនៅកន្លែងហ្នឹងទៅហើយដូចនៅកន្លែងនេះអីបងប្អូនអើយបាទមកបរិវេណហ្នឹងខ្ញុំថាចិត្តមកលវិញដែលខ្ញុំដាក់អញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងរើសមកកន្លែងទៅមកកន្លែងមកកន្លែងទៅមកកន្លែងអញ្ចឹងទៅបងប្អូនបាទអញ្ចឹងមិនងាយស្រួលអីប៉ុន្មានហើយក៏មិនពិបាកអីប៉ុន្មានដែរតែថ្ងៃនេះយើងមករកនេះគឺថារៀងពេលរសៀលរៀងល្ងាចអញ្ចឹងទៅយើងអត់សូវជាក្តៅថ្ងៃអីប៉ុន្មានទេណាបងប្អូនបាទបើសិនជាយើងមករើសពេលថ្ងៃត្រង់អូដឹងតែថ្ងៃក្តៅនឹងសង្កត់ថាឡើងបែកក្បាលហើយបងប្អូនបាទតែថ្ងៃនេះរៀងល្ងាចដែរបងប្អូនអត់អីទេគឺថាមើលទេបងប្អូនខ្ញុំរើសតាំងតែពីម៉ោងប្រហែលម៉ោង4កន្លះបងប្អូនរហូតដល់ល្ងាចដល់ចិត្តយប់បងប្អូននៅក្នុងព្រៃហ្នឹងគឺថាឡើងល្ងឹតហ្មងបងប្អូនបាទអញ្ចឹងយើងទៅវារៀងថាអារម្មណ៍យើងក៏សប្បាយមួយយ៉ាងអីមួយយ៉ាងអញ្ចឹងណាបងប្អូនបាទធម្មតាបងប្អូនអើយបាទរោបដើមានខ្យល់អាកាសមកបដើអញ្ចឹងទៅគឺថាសប្បាយមួយយ៉ាងដែរតែគាត់ថាក៏ហ្នឹងក៏ងាកក្រោយដែរព្រោះថាខ្លាចខ្មោចខ្លែងយ៉ាងដែរអញ្ចឹងណាបាទនិយាយលេងបងប្អូនអើយបាទនេះយើងដើរចេញមកក្រៅវិញបងប្អូនគឺថាភ្លឺនៅក្នុងព្រៃមិញវាល្ងឹតតែយើងដើរចេញមកខាងក្រៅទៅវារៀងភ្លឺដែរបងប្អូនបាទអត់សូវល្ងឹតអីប៉ុន្មានទេបងប្អូនបាទអញ្ចឹងយើងក៏បានយកខ្យងដេកគោលយើងហ្នឹងយកទៅលាងទឹកឲ្យស្អាតបាទគឺថាពេលដែលយើងលាងថាវារៀងស្រាលជាងមុនបងប្អូនបាទវាអត់សូវប្រឡាក់ខ្លួនប្រឡាក់អីចឹងទៅយើងលាងចឹងវាអត់សូវប្រឡាក់ចឹងណាបងប្អូនបាទនេះធម្មតាយើងបងប្អូនណាយើងខ្យងរកអីក៏ដោយយើងលាងវាស្អាតចឹងទៅបងប្អូនបាទគឺថាប្រឡាក់អីអាញ៉ៃពេញហ្នឹងតែធម្មតាបងប្អូនបាទហ្នឹងហើយបងប្អូនគ្នាស្មាននេះគឺថារៀងល្ងាចដែរបងប្អូនប្រហែលត្រង់ម៉ោង6កន្លះដែរបងប្អូនបាទនៅសមុទ្រយើងនេះបងប្អូនបាទគឺថាបានច្រើនគួរសមប្រហែលខ្ទង់10ជាងគីឡូដែរបងប្អូនបាទ10ជាងគីឡូជិត20គីឡូដែរបងប្អូនធ្ងន់ណាស់ខ្យងដេកគោលហ្នឹងបងប្អូនបាទបើសិនជាវាស្រាលគេទិញយកអស់ហើយបាទដោយសារតែវាធ្ងន់ទៅសបកទេតែដល់ពេលយើងដំសាច់វាទៅបានច្រើនគួរសមដែរអញ្ចឹងណាបងប្អូនបាទណាបងប្អូនអរគ្នាវីដេអូយើងនេះមិនតែប៉ុណ្្នឹងទេបងប្អូនបាទចាំជួបគ្នាវីដេអូក្រោយបន្តទៀតអរគុណបងប្អូនបាទ